ក្មេងមួយឃើញក្មេងមួយធ្វើអញ្ចឹងវាឡយចឹងហើយអាផ្សេងក៏វាអាចធ្វើអញ្ចឹងទៀតដែរចឹងហើយយើងគួរតែលុបបាត់កត្តាធំបំផុតលុបកត្តាធំបំផុតគឺឪពុកម្ដាយជាពិសេសអ្នកផលិតមាតិកាហ្នឹងហើយគាត់គួរតែធ្វើវីដេអូគុំបែបបង្ហាញក្មេងរឿងជក់រឿងអីធ្វើឲ្យស្រីស្រឡាញ់ស្រីអីហ្នឹងអត់កើតទេពេលខ្លះវាយើងគ្រាន់តែសម្ដែងលេងទេប៉ុន្តែគាត់យកទៅធ្វើមែនតើអញ្ចឹងប្រូចចង់ថាថ្ងៃនេះគឺយើងល្បីទៅលើវីដេអូមួយតាក់ទងទៅនឹងប្រុសម្នាក់ដែលគាត់វាយមិត្តភក្តិនៅក្នុងសាលាណាប្រូមានអីចង់និយាយអត់តាក់ទងដោយសារតែយើងក៏ធ្លាប់ជាយុវជនដូចគ្នាអញ្ចឹងណាសម្រាប់នេះវាបញ្ហានេះវាជាកត្តាធំណាបើយើងធ្វើអញ្ចឹងទៀតបើសិនជាឲ្យបដែតបដោយឲ្យគាត់ធ្វើអញ្ចឹងវាខូចទៀតខូចដូចថាខូចតក្មេងទៅថ្ងៃមុខទៀតអញ្ចឹងហើយក្មេងមួយឃើញក្មេងមួយធ្វើអញ្ចឹងវាឡយអញ្ចឹងហើយអាផ្សេងក៏វាអាចធ្វើអញ្ចឹងទៀតដែរអញ្ចឹងហើយយើងគួរតែលុបបាត់កត្តាធំបំផុតលុបកត្តាធំបំផុតគឺឪពុកម្ដាយហ្នឹងកុំបដែតបដោយទំនើងកូនឲ្យដូចថាក្លាហានខុសជ្រុងពេលខ្លះអានឹងវាអញ្ចឹងកូនធ្វើអីក៏យើងការពារកូនធ្វើអីក៏ត្រូវមិនស្ដីមិនបន្ទោសមិនឲ្យវាយទេព្រោះអីសម័យនេះមិនអាចវាយកូនវាយអីបានទេប៉ុន្តែអារឿងហ្នឹងគឺឪពុកម្ដាយគឺធំមែនតើបន្ទាប់មកគឺលោកគ្រូអ្នកគ្រូហ្នឹងហើយបន្ទាប់មកទៀតគឺខ្លួនឯងប៉ុន្តែនេះវាមិនដូចថាខ្លួនក្មេងទេដោយសារអីព្រោះអីគ្នាប៉ុណ្ណេះយើងនៅពាត់បានវាអត់ទាន់លើ18អីអញ្ចឹងអាហ្នឹងគឺកត្តាធំបំផុតគឺឪពុកម្ដាយនិងលោកគ្រូអ្នកគ្រូបើឪពុកម្ដាយបដែបដោយទំនើងកូនឲ្យធ្វើអីក៏កូនអញត្រូវឲ្យធ្វើកូនធ្វើមិនក៏ឪពុកម្ដាយជាអ្នកទទួលជំនួសអញ្ចឹងណាចេញមុខជំនួសអញ្ចឹងហើយធ្វើឲ្យកូននឹងមាននួតទាំងឲ្យធ្វើបាបគេអញអត់ខ្វល់ទេដល់ពេលថ្ងៃក្រោយទៅម៉ែឪអញមានដោះស្រាយអញអត់ខ្វល់អញចង់វាយអាណាអីអាណាក៏បានដែរអញ្ចឹងបានថាកត្តាធំបំផុតគឺឪពុកម្ដាយហ្នឹងហើយអញ្ចឹងបើសិនជាហើយអញ្ចឹងដែរពេលខ្លះយើងមើលចិត្តកូនមិនមែនចេះតែស្ដីបដៅឲ្យកូនខ្លះចង់បានស្ដីបដៅបែបផ្អែមល្ហែមកូនខ្លះតម៉ែឪកាច់បានកូននឹងស្លូតកូនខ្លះវិញម៉ាច់ស្ដីបដៅក៏វាចេះគិតដែរអញ្ចឹងមនុស្សវាខុសគ្នាអញ្ចឹងថាមានអ្នកក្រមវាដោយសារអីដោយសារពីកត្តាខ្លួនឯងអញ្ចឹងមិនមែនថាខូចអីព្រោះអីពេលហ្នឹងគាត់មិនទាន់ចេះគិតត្រួលបើសិនជាយើងអាចស្ដីបដៅគាត់បានធំឡើងមនុស្សអញ្ចឹងស្រុំស្រួលគាត់អាចខ្លាចជាអ្នកមានតែយើងអត់ចង់ឃើញអាទង្វើហ្នឹងទេអាទង្វើនេះគឺទង្វើដែលសង្គមស្អប់ខ្ពើមណាហើយបើយើងបដែបដោយគាត់ទៀតធំឡើងគាត់នឹងខ្លាចជាមេបុកមេដូចថាមេតំបន់មេបងធំបងតូចអញ្ចឹងណាអញ្ចឹងហើយយើងអត់ចង់ឃើញអញ្ចឹងពួកអីខ្មែរយើងមានទំនៀមទម្លាប់មានវប្បធម៌មួយគឺស្រឡាញ់មានអត់ត្រូវប្រើអំពើហិង្សាទេហើយណាមួយគាត់នៅក្មេងយ៉ាងទៀតអញ្ចឹងហើយវានាំឲ្យដូចថាទំពាំងស្នងសរសៃបើទំពាំងយើងស្អុយបាត់ហើយបានអីស្នងអញ្ចឹងណាហ្នឹងហើយបងប្អូនអញ្ចឹងដោយសារតែមួយរយៈនេះគឺមិនមែនមានតែរឿងហ្នឹងទេគឺខ្ញុំឃើញរឿងច្រើនមែនតើរឿងខ្លះក្មេងៗជបរីឬខ្លះក្មេងៗជើងកាងឬក្មេងៗមែនតើរៀនបឋមមានអីចឹងណាបងប្អូនចាអានេះបើយើងបើអាចយើងគួរតែពាត់ពីពេលហ្នឹងហើយយើងធ្វើការផ្លាស់ប្ដូរសាថ្មីយើងអាចបន្តរឿងបែបហ្នឹងទៀតទេព្រោះវាធ្វើឲ្យតម្លៃសិលធម៌ដូចជាតម្លៃនៃការអប់រំរបស់យើងធ្លាក់ចុះហ្មងអញ្ចឹងណានិយាយឲ្យរឿងជបរីហ្នឹងដែរពេលខ្លះមិនមែនថាគាត់ចង់ជក់អីប៉ុន្តែគាត់ចង់លយគាត់ឃើញគេជក់ស្ទីវឃើញគេអីចឹងក្មេងឥឡូវវាចង់សាក់ចង់ដឹងអញ្ចឹងណាអញ្ចឹងហើយថៃបានក្មេងខ្លះជក់ក្មេងថាមិនជក់ដោយសារគាត់អត់ទាន់យល់ដឹងពីយ៉ាងហ្នឹងបើសារយើងព្រោះអានេះគេថាគាត់ដូចជាกระดาษសមួយស្លឹកចឹងអញ្ចឹងបើសិនជាយើងយកបិចទៅសរសេរហើយចឹងกระดาษសហ្នឹងវានឹងប្រឡាក់ហ្នឹងហើយអញ្ចឹងណាអញ្ចឹងបើសិនជាឧទាហរណ៍អ្នកដែលគាត់មានគេឈ្មោះនៅក្នុងបណ្ដាញសង្គមគាត់ផលិតវីដេអូប៉ុន្តែការផលិតវីដេអូរបស់គាត់ក្នុងន័យបែបកំសាន្តបែបសប្បាយបែបជាការសម្ដែងប៉ុន្តែដល់ពេលដែលក្មេងៗជំនាន់ក្រោយគាត់មើលឃើញគាត់គិតថាហ្នឹងវាមើលទៅឡយអញ្ចឹងណាគេល្បីធ្វើអញ្ចឹងហើយគេស្គាល់ច្រើនហើយគេឲ្យតម្លៃច្រើនអញ្ចឹងគាត់ធ្វើអញ្ចឹងដែរអញ្ចឹងណាអញ្ចឹងបើសិនជាអាចអាហ្នឹងយើងកាត់បន្ថយទៅលើសកម្មភាពរបស់ហ្នឹងទៅអាចជួយហេតុឲ្យថៃបានអញ្ចឹងបានអញហ៊ានទៅអញ្ចឹងដែរដោយសារអីមើលដូចជា style កាត់សក់អាក៏លាស់សក់ហ្នឹងគឺអន្តអានេះវាមិនខុសទៅឃើញណាអាកាត់សក់បែបហ្នឹង style បែបហ្នឹងវាល្បីអញ្ចឹងឲ្យឃើញថាឥឡូវសក់គេកាត់បែបហ្នឹងច្រើនវាអញ្ចឹងមិនថាអីដែលបង្ហាញទៅល្បីដូចជាជក់ប្រៃខ្លះមិនគេមាន style គេជក់មិនទៅស្រីស្រឡាញ់ស្រីអីល្បីអញ្ចឹងទៅគេក៏ធ្វើតាមអញ្ចឹងទៅពេលខ្លះក្មេងខ្លះនៅរៀននេះមិនតែខ្វះអីជក់បែបជក់ប្រៃខ្វះអីអញ្ចឹងអាណាមួយគាត់នៅក្មេងអញ្ចឹងគេកាច់ទៅណាទៅហ្នឹងហើយពេលខ្លះរឿងល្អយើងកាច់មកអត់មកតែបើរឿងអាក្រក់គេកាច់ទៅជឿពេលចាអញ្ចឹង
ឲ្យវ័យហ្នឹងវ័យចង់សាកចង់ស្គាល់ចង់ដឹងអញ្ចឹងណាអញ្ចឹងហើយងាយផុយតាមគេមែនទេអញ្ចឹងហើយកត្តាដែលទប់ស្កាត់ធំបំផុតគឺឪពុកម្ដាយហ្នឹងពេលខ្លះរឿងមួយទៀតដោយសារអីរឿងកត្តាប្រៀបធៀបនឹងដែលធ្វើឲ្យមនុស្សខូចបានពេលខ្លះយើងទៅសើទៅកូនគេចេះកូនគេចុះដល់ពេលអាកូនខ្លួនឯងអត់ទៅសើវាប្រឹងហ្មងកូនខ្លះបច្ចុះយើងស្ដីបដៅយើងថាកូនគេល្អវាកាច់ទៅអាក្រក់យើងមកទៅហឹងអញ្ចឹងអាហ្នឹងបានថាយើងការប្រៀបធៀបនេះក៏ប៉ះពាល់ដែរប៉ះពាល់ខ្លាំងមកមិនថាមនុស្សទូចមនុស្សធំអាកត្តាប្រៀបធៀបហ្នឹងអត់កើតទេយើងផ្ទះយើងទៅសើផ្ទះយើងអត់មានយកផ្ទះគេមកទៅសើដាក់ផ្ទះយើងអាអ្នកផ្ទះយើងទៅណាវិញអញ្ចឹងរឿងហ្នឹង តែចង់ថាចង់រឿងក្មេងៗវាគ្នានៅក្នុងសាលាឬក៏វាគ្នាតាមផ្លូវហើយរឿងក្មេងៗជួបបរិយាកម្មផ្សេងៗដែលមើលទៅវាអត់តធោះមានអីចង់តែផ្ដាំបន្ថែម ចង់និយាយថារឿងហ្នឹងបងចង់ផ្ដាំថាចេះបងធ្លាប់ឆ្លងកាត់អស់ហើយរឿងចឹងវាអត់មានប្រយោជន៍ទេហើយទីមួយទៀតរឿងអាស្អីគេស្រឡាញ់ស្រីអីក្នុងវ័យសិក្សាគេមិនឲ្យនេះវាត្រឹមត្រូវពិតប្រកប 100% ពួកអីដល់ពេលយើងចាប់ពីអាយុ20ឆ្នាំឡើងយើងមើលទៅអតីតកាលយើងវិញបានថាបានដឹងថារឿងទាំងអស់ហ្នឹងសិតតែរឿងខុសហ្មងសិតតែរឿងដែលយើងគិតខុសក្នុង100គូជោគជ័យយ៉ាងតិចតែ1គូទេនិយាយមែនពួកអីអត់ជោគជ័យហ្មងដោយសារអីយើងមិនទាន់មានមុខរបរអីពិតប្រាកដមួយមកហ្នឹងអញ្ចឹងអានេះស្រឡាញ់ដោយសារអារម្មណ៍មួយឆាយទេអញ្ចឹងគួរតែកុំដែរអារឿងហ្នឹងអត់កើតទេអារឿងស្នេហាក្នុងវ័យសិក្សាហ្នឹងគេមើលទៅពាក្យចាស់និយាយមកអត់សូវខុសម៉ាក់នេះអត់សូវខុសហ្មងដល់ពេលយើងកាន់អាយុកាន់តែច្រើនបានយើងដឹងថាអូតាមពិតអត់ខុសមែនអត់ខុសហ្មងយើងទេដែលធ្វើទៅវាខុសធ្វើអីទៅយើងគិតថាវាមិនអីបើអញមានគោលការណ៍អញច្បាស់លាស់ដល់ពេលយើងចាប់ដៃគ្នាទៅខ្វះមុខខ្វះក្រោយឆ្លោះគ្នាបានកូនមួយកូនពីរលែងទៀតបាទដោយសារអីយើងគិតមើលអ្នកខ្លះមានទ្រព្យសម្បត្តិនៅក្នុងដៃហើយនៅតែលែងគ្នាទៀតដោយសារអីមិនធម្មតាណារឿងជីវិតគូហ្នឹងអញ្ចឹងមិនថាយើងអត់មានអីទេកុំហ្មងហើយយើងមិនមានមុខខាងក្រោយទេ ចឹងហើយគឺមានតែការផ្ដាំទេសម្រាប់ក្មេងៗជំនាន់ក្រោយទាក់ទងទៅនឹងសកម្មភាពដែលអត្រធម៌ក្នុងសង្គមដូចជាការវាយគ្នាការដើរលេងអីផឹកស៊ីអីជួបបរិយាជួបអីហ្នឹងអាហ្នឹងវាដូចជាថាវាអត់មានប្រយោជន៍ទេព្រោះពួកខ្ញុំសិតតែអ្នកធ្លាប់ឆ្លងកាត់អស់ហើយត្រូវអត់ឆ្លងកាត់អស់ហើយចឹងហើយវាថាវាអត់មានន័យទេព្រោះដល់ពេលដែលយើងកាន់តែធំយើងនឹងនឹកឃើញស្ដាយក្រោយដល់ពេលដែលយើងអាយុកាន់តែច្រើនទៅទង្វើរបស់ហ្នឹងគឺយើងនឹងស្ដាយក្រោយមកថាហេតុអីបានពេលហ្នឹងយើងធ្វើអញ្ចឹងណាចឹងក៏លើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ដែរគឺមានអាណាព្យាបាលទេដែលជាអ្នកកែតម្រូវរឿងហ្នឹងព្រោះបើអាណាព្យាបាលអត់កែតម្រូវទេចប់ហើយរឿងហ្នឹងនៅតែបន្តបែបហ្នឹងចឹងសង្គមយើងក៏កាន់តែធ្លាក់ចុះទៅតាមលំដាប់ដែរចឹងគឺវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូន